ខេងភរិយារបស់លោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលចាបរិមម្នាក់ក្នុងចំណោម5នាក់ដែលតុលាការកោះហៅលោកហុងដារ៉ូថ្លែងថាពួកគាត់មិនបានប្រព្រឹត្តបទល្មើសដោយការចោទប្រកាន់នោះទេខ្ញុំមិនចូលទេព្រោះខ្ញុំគិតថាតុលាការនេះមិនជាតុលាការឯករាជ្យទេគឺជាតុលាការរបស់ក្រុមហ៊ុន KDC វាបណ្ដឹងរបស់ក្រុមហ៊ុន KDC ដាក់ទៅតាមទូរស័ព្ទតុលាការបញ្ញាចាត់ការប៉ុន្តែពីបណ្ដឹងរបស់ខ្ញុំដែលដាក់ទៅឲ្យតុលាការចំនួន110បណ្ដឹងតុលាការបើជាមិនចាត់ការខ្ញុំអត់មានការព្រួយបារម្ភពីរឿងខាខាត់ខ្លួនឬក៏ចាប់ខ្លួនទេព្រោះខ្ញុំមិនបានធ្វើដោយការចាប់ប្រកាន់របស់ក្រុមហ៊ុនរបស់តុលាការតកតងនឹងបញ្ហានេះក្រឡាបញ្ជីនៃសាលាដំបងខេត្តកំពង់ឆ្នាំងលោកជាសារិនថ្លែងឲ្យដឹងថាការដែលមិនចូលខ្លួនរបស់អ្នកភូមិគឺចៅក្រមស៊ើបសួរជាអ្នកសម្រេចការចាប់ខ្លួនអ្នកភូមិពីអ្នកដាក់គុកនិងចេញទៅការបង្គាប់ឲ្យប្រជាពលរដ្ឋចំនួន8នាក់ទៀតចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌនេះគឺនៅបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយចំពាមកៅស៊ូប្រើគ្រាប់ដែកនិងដុំថ្មរវាងអ្នកភូមិនិងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុនកាលពីរសៀលថ្ងៃទី17ខែកក្កដាបណ្ដាលឲ្យរងរបួសជាង20នាក់ទាំងសងខាងខណៈដែលអ្នកភូមិព្យាយាមរារាំងសកម្មភាពធ្វើរបងនិងវាយទម្លុះរបងថ្មក្រុមហ៊ុនដែលពួកគាត់អះអាងថាបានសង់រំលោភលើដីរបស់អ្នកភូមិមិនទាន់មានការដោះស្រាយបញ្ចប់នៅឡើយរហូតមកដល់ល្ងាចថ្ងៃដដែលនេះក្រុមអ្នកភូមិនៅមិនទាន់ធ្វើដំណើរទៅដល់សាលាដំបងខេត្តនៅឡើយទេហើយពួកគាត់សម្រេចរកវត្តសម្រាប់នៅតាមផ្លូវនិងបន្តធ្វើដំណើរទៅសាលាដំបងខេត្តនៅព្រឹកថ្ងៃទី6ខែសីហានេះចាប់ពីខេត្តក្រចេះប្រជាពលរដ្ឋមានទំនាស់ដីធ្លីរាប់រយនាក់មកពីស្រុកស្នួរបាននាំគ្នាដើរហែកក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលស្ថិតនៅក្បែរវិមានឯករាជ្យកាលពីព្រឹកថ្ងៃទី5ខែសីហាដើម្បីស្នើឲ្យជួយដោះស្រាយទំនាស់ដីធ្លីនិងផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ក៏ប៉ុន្តែត្រូវបានកម្លាំងបង្ក្រាបបាតុករប្រដាប់ដោយដំបងនិងខែលរាប់រយនាក់បានរារាំងនិងបំបែកមិនឲ្យចូលទៅដល់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកដែននាយកជារាយការណ៍អំពីរឿងនេះបរិយាឈ្មោះសុនមីនីស្ថិតក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀតឲ្យដឹងថាការដើរហែកក្បួននេះគឺចេញពីវត្តសាមគ្គីរាំងសីសង្កាត់ស្ទឹងមានជ័យក្រុងភ្នំពេញលោកបន្តថាការប្រមូលផ្ដុំគ្នានេះគឺមានបំណងស្នើឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍ទៅមន្ត្រីថ្នាក់ដឹកនាំសាលាខេត្តក្រចេះឲ្យផ្ដល់បានកម្មសិទ្ធិដីធ្លីដែលក្រមយុវជនស្ម័គ្រចិត្តបានវាស់វែងនិងចេញសាលាកបាត់រួចហើយជិត400ក្បាលដីជូនពួកគាត់លោកថាបច្ចុប្បន្ននេះដីបង្កបង្កើនផលរបស់ពួកគាត់កំពុងត្រូវក្រុមហ៊ុនឯកជនក្នុងមូលដ្ឋានរំលោភយកហើយមន្ត្រីពាក់ព័ន្ធខេត្តក្រចេះមិនរកដំណោះស្រាយជូនទេបរិវត្តផ្សេងទៀតបានចោទមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងខេត្តក្រចេះថាបានខុបខិតបើកដៃឲ្យឈ្មួញប្រើគ្រឿងចាក់ឈូសឆាយរំលោភយកដីបង្កបង្កើនផលនិងព្យាយាមមិនផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដែលក្រុមនិស្សិតបានវាស់រួចជូនពួកគាត់ប្រើប្រាស់ឡើយក្នុងសំឡេងយំខ្សឹកខ្សួលអួលដាំកក្រមប្រជាពលរដ្ឋទាំងប្រុសស្រីបានលើកដៃសំពះសំណូមពរដល់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនជួយរកយុត្តិធម៌លើទំនាស់ដីធ្លីនៅស្រុកស្នួលខេត្តក្រចេះនិងស្នើផ្ដល់បានកម្មសិទ្ធិជូនពួកគាត់វាយួរវិញហើយឥឡូវនោះវាឈូសឆាយទំនងប្រជាពលរដ្ឋវាវាស់វែងហើយវាមិនចាញ់ខ្លងឲ្យប្រជាពលរដ្ឋខ្ញុំមួយខែថាមួយខែឥឡូវដល់2ឆ្នាំហើយប្រជាជនមកទៀមទាសសម្រងកាត់មិនព្រមអោយសោះប្លង់ភូតខ្ញុំត្រឡប់ត្រឡប់ដាក់ខ្ញុំទៅសួរសម្ដេចហ៊ុនសែនដែលកាត់ចុះសម្ពោធនៅក្រចេះសកម្មភាពដើរហែកក្បួនរបស់ពលរដ្ឋមកពីខេត្តក្រចេះមានទាំងកុមារតូចៗនិងមានលើកបដាមានរូបថតលោកហ៊ុនសែននិងអ្នកស្រីប៊ុនរនីព្រមទាំងសាលាក្បាត់សម្គាល់ក្បាលដីមានបិទរូបថតប្រជាពលរដ្ឋមួយគ្រួសារថែមទៀតទូយ៉ាងណាក្រមប្រជាពលរដ្ឋមិនមានលទ្ធភាពចូលទៅដល់មុខផ្ទះលោកហ៊ុនសែនទេព្រោះត្រូវកម្លាំងចម្រុះប្រដាប់ដោយខែលនិងដំបងឆក់រាប់រយអ្នករាំងខ្ទប់និងរុញពលរដ្ឋឲ្យបំបែកការប្រមូលផ្ដុំបន្ទាប់ពីត្រូវកម្លាំងចម្រុះរារាំងក៏មានវត្តមានមន្ត្រីរដ្ឋាភិបាលចេញមុខមកទទួលយកញត្តិឬពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខាងកើតសួនច្បារនាបាញ់ទឹកខាងកើតវិមានឯករាជ្យក្បែរវត្តបទុមវតីមេធាវីរដ្ឋាភិបាលលោកប៉ាល់ចន្ទរាដែលចេញមកទទួលយកញត្តិពីអ្នកភូមិសន្យាថានឹងដាក់ជូនសំណូមពរពលរដ្ឋនៅស្រុកស្នួលជូនប្រមុខដឹកនាំពិនិត្យប៉ុន្តែលោកមិនបានបញ្ជាក់ថានឹងរកដំណោះស្រាយនៅថ្ងៃណាឲ្យពិតប្រាកដទេយ៉ាងណាក៏ដោយលោកណៃវងដាប្រធានក្រុមមេធាវីសមាគមអាត60ដែលចុះឃ្លាំមើលសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋបានរិះគន់នីតិវិធីដោះស្រាយរបស់មន្ត្រីពាក់ព័ន្ធខេត្តក្រចេះលើចំនួនដីធ្លីនេះលោកថាទំនាស់នេះប្រមុខដឹកនាំគួរអន្តរាគមន៍និងស្វែងរកយុត្តិធម៌ជូនពលរដ្ឋឲ្យបានឆាប់
ការដែលពួកគាត់ឡើងមកស្នើសុំឲ្យមានដំណោះស្រាយពីនាយករដ្ឋមន្ត្រីនេះមិនមែនជារឿងខុសឆ្គងទេខ្ញុំគិតថាជារឿងត្រឹមត្រូវណាស់នៅពេលដែលអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបញ្ហាចំនួនដីធ្លីជាមួយក្រុមហ៊ុនជាពិសេសក្រុមហ៊ុន Horizon នេះយើងឃើញថាមានតែនាយករដ្ឋមន្ត្រីនេះឯងដែលជាអ្នកអាចមានសិទ្ធិអំណាចអាចកាត់ដោះស្រាយជូនប្រជាពលរដ្ឋបានបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលទទួលយកញត្តិក្រមប្រជាពលរដ្ឋក៏បានបំបែកការប្រមូលផ្ដុំនិងវិលមកស្នាក់នៅក្នុងបរិវេណវត្តសាមគ្គីរាំងសីក្នុងសង្កាត់ស្ទឹងមានជ័យដើម្បីរងចាំស្ដាប់ដំណោះស្រាយជាបន្តទៀតក្រមប្រជាពលរដ្ឋឲ្យដឹងថាពួកគាត់បានធ្វើដំណើរមកពីខេត្តក្រចេះនិងស្នាក់នៅវត្តសាមគ្គីរាំងសីប្រមាណ2សប្តាហ៍មកហើយលោកសចម្រុងអភិបាលខេត្តក្រចេះមិនលើកទូរស័ព្ទដើម្បីបំភ្លឺជុំវិញដំណោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនវិនិយោគនៅស្រុកស្នួលខេត្តក្រចេះនេះទេញត្តិឬលិខិតសំណូមពររបស់ប្រជាពលរដ្ឋដាក់ជូនលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានបង្ហាញថាដែលកំពុងមានទំនាស់នេះពួកគាត់បានមកតាំងទីលំនៅនិងបង្កបង្កើនផលតាំងពីឆ្នាំ2000រហូតដល់ឆ្នាំ2008ទៅមានក្រុមហ៊ុនឈ្មោះ Horizon Agriculture Development បានមកឈូសឆាយលើដំណាំកសិកម្មពួកគាត់បរដ្ឋចោទថាសកម្មភាពក្រុមហ៊ុននេះគឺមិនអនុវត្តតាមសេចក្តីជូនដំណឹងឬសចនដែលចេញនឹងចុះហត្ថលេខាដោយលោកនាយរដ្ឋមន្ត្រីហ៊ុនសែននោះទេក្រោយមកក្រមប្រជាពលរដ្ឋក៏បានទទួលនៅប័ណ្ណបញ្ជាលេខ001និងបានទទួលការវាស់វែងដីនិងទទួលសាលាក្បាត់ត្រឹមត្រូវពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់ប្រមុខដឹកនាំថែមទៀតបរដ្ឋមានចម្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុននៅបន្តរំលោភដីធ្លីនិងអាជ្ញាធរខេត្តក្រចេះមិនផ្ដល់បានកម្មសិទ្ធិដីធ្លីជូនពួកគាត់ដូច្នេះដែលនាយកជាវិទ្យុអាស៊ីសេរីទីក្រុងភ្នំពេញលោកនាងជាទីមេត្រីកាលពីថ្ងៃអង្គារម្សិលមិញនេះដែរប្រជាប្រដ្ឋប្រមាណជា100នាក់នៅឃុំជាំក្រវៀនស្រុកមេមត់បាននាំគ្នាមកសាលាខេត្តត្បូងឃ្មុំដើម្បីស្វែងរកកិច្ចអន្តរាគមន៍ក្នុងរឿងចំនួនដីធ្លីជាមួយនឹងក្រុមហ៊ុនម៉ែនសារុនប្រជាប្រដ្ឋទាំងនោះស្នើឲ្យអាជ្ញាធរធ្វើការដោះស្រាយបញ្ហាដីធ្លីនោះឲ្យបានឆាប់រហ័សពីព្រោះថាជារដូវដាំដុះលោកសូតសុខប្រាថ្នារាយការណ៍បញ្ហានេះប្រជាពលរដ្ឋនាំគ្នាឡើងមកដាក់ពាក្យប្តឹងនៅសាលាខេត្តត្បូងឃ្មុំនៅថ្ងៃទី5សីហាបន្ទាប់ពីកិច្ចពិភាក្សាមួយនៅសាលាស្រុកមេមត់ជាមួយតំណាងប្រជាពលរដ្ឋតំណាងក្រុមហ៊ុននិងអាជ្ញាធរកាលពីថ្ងៃទី5សីហាមិនមានលទ្ធផលអ្វីសោះឡើយសម្រាប់ពួកគាត់ប្រជាពលរដ្ឋម្នាក់រស់នៅឃុំជាំក្រវៀនស្រុកមេមត់លោកផុនសុផលឲ្យដឹងថាការប្រជុំពិភាក្សាគ្នានៅសាលាស្រុកកន្លងមកមិនមានអ្វីសោះឡើយក្រៅពីប្រាប់ប្រជាពលរដ្ឋទាំងនោះឲ្យជួលដីពីក្រុមហ៊ុនប៉ុន្តែពួកគាត់មិនព្រមឡើយដោយអះអាងថាពួកគាត់បានកាប់រុករានស្អាតនិងដាំដំណាំជាច្រើនឆ្នាំមកហើយនៅលើដីនោះលោកបន្តថាគោលបំណងដែលប្រជាពលរដ្ឋឡើងមកសាលាខេត្តគឺសង្ឃឹមថាអាជ្ញាធរខេត្តនឹងមានដំណោះស្រាយជូនពួកគាត់ប្រសើរជាងនៅថ្នាក់ស្រុកហើយបាននៅតែគ្មានការឆ្លើយតបទៀតនោះពួកគាត់មានតែឡើងទៅភ្នំពេញតែប៉ុណ្ណោះបាទខាងក្រុមហ៊ុនគេបដិសេធថាមិនអាចធ្វើបានទេប៉ុន្តែបើអាចធ្វើបាននោះគ្រាន់តែបង្អាក់ការជាប់ឈូសឆាយលើដំណាំជីវរដ្ឋប៉ុន្តែគេឈូសឆាយកន្លែងណាដែលឲ្យមានដំណាំជីវរដ្ឋចឹងប៉ុន្តែប្រជាពលរដ្ឋណាដែលចង់ធ្វើកិច្ចសន្យាមួយទេដើម្បីជួដីក្រុមហ៊ុនចឹងទៅធ្វើជាមួយទេទៅប៉ុន្តែប្រជាពលរដ្ឋមិនព្រមធ្វើកិច្ចសន្យាហើយនៅតែតស៊ូបន្តទៀតបងប្រពន្ធដដែលបន្តថាពួកគាត់ចង់ឲ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទៅលើបញ្ហានោះឲ្យបានច្បាស់លាស់ហើយបញ្ជាក់ឲ្យច្បាស់រវាងដីប្រជាពលរដ្ឋនិងដីក្រុមហ៊ុននិងបញ្ឈប់នៅការឈូសឆាយរួមនឹងការរំលោភបំពានណាមួយពីខាងភាគីក្រុមហ៊ុនតទៅទៀតលោកបញ្ជាក់ថាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនម៉ែនសរុននៅឃុំជាំក្រវៀនគឺកើតឡើងតាំងពីខែកុម្ភៈឆ្នាំ2014បន្ទាប់ពីខាងភាគីក្រុមហ៊ុនបានដាក់គ្រឿងចាក់ឈូសឆាយដីពតជារបងនៅលើផ្ទៃដីប្រមាណជាង300ហិកតាដែលមានពលរដ្ឋប្រមាណជា150គ្រួសារបានអាស្រ័យផលបញ្ហានេះតំណាងក្រុមហ៊ុនម៉ែនសរុនលោកសុកវាសនាបញ្ជាក់ថាការដោះស្រាយនៅសាលាស្រុកនោះគឺខាងអាជ្ញាធរបានពន្យល់ណែនាំដល់ប្រជាពលរដ្ឋទាំងនោះតាមលក្ខណៈច្បាប់ពីព្រោះការកាន់កាប់ដីរបស់ប្រជាពលរដ្ឋពេលនេះគឺជារឿងខុសទៅនឹងផ្លូវច្បាប់លើពីនេះទៀតខាងក្រុមហ៊ុនមិនបានរំលោភបំពានទៅលើដីប្រជាពលរដ្ឋនោះឡើយពីព្រោះខាងក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ជុំវិញបញ្ហានេះខ្ញុំបាននិយាយថាដីស្រុកគាត់ដឹងរឿងអស់រឿងតែពីឯកសារផលប៉ះពាល់រឿងដំណោះស្រាយគាត់មានរហូតហើយក្រុមហ៊ុនមិនដែលធ្វើអីមលោបទៅលើអីគាត់ផងហ្នឹងទៅតាមនីតិវិធីដូចថាមានបញ្ហាស្រុកអញ្ជើញមកអញ្ចឹងក្រុមហ៊ុនមកអញ្ចឹងណាមករហូតលោកបន្ថែមថាខាងក្រុមហ៊ុននៅតែព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះទៅតាមផ្លូវច្បាប់និងព្យាយាមឲ្យអាជ្ញាធរពន្យល់ពួកគាត់ឲ្យយល់តាមនីតិវិធីទៅលើបញ្ហានេះដែរនាយករដ្ឋបាលខេត្តត្បូងឃ្មុំលោកពីងនរិទ្ធមានប្រសាសន៍នៅរសៀលថ្ងៃទី5សីហាថាខាងលោកបានទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទាំងនោះហើយប៉ុន្តែការដោះស្រាយយ៉ាងណានោះខាងខេត្តមិនទាន់កំណត់នៅឡើយទេខ្ញុំ
ខ្ញុំមិនទាន់ថាមិនទេព្រោះខ្ញុំមិននេះខ្ញុំទាន់តែខ្ញុំទទួលពាក្យនឹងបាទហើយខ្ញុំឯកការជួបថ្នាក់ដឹកនាំខេត្តពីតែវិជាពលរដ្ឋបានយកពាក្យបណ្ដឹងមកដាក់មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាត60ប្រចាំខេត្តកំពង់ចាមលោកនាងសវ៉ាតយល់ថាបញ្ហានេះក៏បីអាជ្ញាធរចោះស្រាវជ្រាវទៅលើកិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនពីព្រោះការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅលើដីដែលភាគីក្រុមហ៊ុនអះអាងថាជាដីរបស់ខ្លួននោះវាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋឡើយប៉ុន្តែវាជាកំហុសរបស់ក្រុមហ៊ុនទៅវិញទេដែលមិនបានធ្វើតាមកិច្ចសន្យាវិនិយោគពីរដ្ឋលោកបញ្ជាក់ថាកិច្ចសន្យារបស់រដ្ឋាភិបាលក្នុងការផ្ដល់ដីសម្បត្តិទៅឲ្យក្រុមហ៊ុនគឺក្នុងកំឡុងពេល1ឆ្នាំក្រោយប្រសិនបើក្រុមហ៊ុនមិនបានធ្វើអ្វីនោះទេរដ្ឋមានសិទ្ធិដកយកដីនោះមករក្សាទុកវិញឬក៏ធ្វើសម្បត្តិសង្គមគិច្ចទៅឲ្យពលរដ្ឋតែម្ដងខ្ញុំសោតសុកប្រាថ្នាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ចាម